Sâu thưa đầm nà tịch từ một tới phong nên chẳng ai phó mà khôi ấy Trong bằng chỉ người thay có chứ anh đến trên mình mà nhiều bộ từ lúc đầu là do hoàn cảnh đó ấy thì lúc đến khen từ lúc đầu dù hơi và hai chị đẹp xong là khen quan hệ hơi từ nào bộ mình phải hai nhà thành bán hay cái trăng tới lụt đâu nó sọc nâng mà đòn đài tái plơ nó sọc nâng lùm bạn á hơi chẳng ai tiết nó xâm lánh vậy thì chẳng phải đi dịch trong người bạn chẳng thôi nào tới các bạn nhé Pagi chapter yang berapa? Kontrak sama kedonai. Khi mình hái còn tay ấy chẳng thật hút khi mình thành là bên ngon Kung sao pe người thì dân chim tô ấy nhé. mình dày lên tê bằng lánh Cái này mấy số là họ biết những số tôi được này nó không lắm. Chứ muốn thấy mình thông báo hai lời Testy was a bay Giáp tay bởi thường là tên Vô chiên được bị đẹp Xoan cảm xúc Sâu thưa đầm nà tịch từ một tới phong rồi lời mê có rô xì khăn đai Trong thời gian sinh ra Một tên chuyện khó có hơn lời này chẳng ai phó mà khôi ấy về nâng không ta riêng chú chua vì bà nót nâng Tôi chỉ mang Tại ở lên mình một hai Nhưng phương vào một tổ ra Trong những khu tại bộ phần này Cho chết đi ngã sắp tay Nhưng mà tôi cảm ơn một chương nghiên cứu Về khám ơn những tôi sẽ này thì một bao chẳng riêng trong tục đại sư tơ chăm tôi xong mà chắc tôm nơi không một đầm bay xâm làm mà dục sân chăm sái chăm trên mà to đâm nào từ một tiết Nhưng lại mang tiêu tế, dọc tiêu Cuộc sống sống dùng lại như dục thô chùm riêng xương chả tê ta mình lại nơi tê nhưng chẳng pin là xong sẵn nơi phong Dọc tiêu tôi chỉ mình lại nơi tê
អត់មានអ្នកនៅមែនតាចឹងបានជាស្វែងហើយចង់មកឲ្យមានអ្នកឆ្លើយតបសោះតោះអញ្ចឹងយើងសម្រាប់នៅទីនេះហើយ ប៉ុន្មានហើយតោះយើងប្រញាប់រៀបចំកន្លែងសម្រាប់សម្រាកចាប់បានងើបពីព្រឹកហើយជួសជុលរទេះរបស់យើងដើម្បីចេញដំណើរទៅ ภูมิใจสมสำหรับเป็นดีเจจงได้สุขสุขใจสบายพอ ពួកឯងត្រូវតែស្លាប់ จูเทียนพ่อจี้จูเทียนพ่อ ត្រូវតែស្លាប់ មានរឿងអីហ្នឹង ពួកឯងត្រូវតែស្លាប់ ណែខ្មោចចង្រៃពួកយើងមិនបានធ្វើអីទេតើនាងមិនក៏មកតាមលងបន្លាចពួកយើងបែបនេះ ពួកឯងគឺជាមនុស្សអាក្រក់ពួកឯងគឺតែងសម្រាប់ចោល ตาผู้ใหญ่ตอบพันนาตี ហ្នឹងហើយពួកយើងមកស្នាក់នៅក៏បានសុំម្ចាស់ផ្ទះដែរហើយពួកយើងក៏មិនបានប៉ះពាល់របស់របរអ្វីនៅក្នុងផ្ទះនាងឡើយ នឹងហើយឲ្យសុំទៅផងព្រោះការពីមួយមានរឿងត្រូវកើតឡើងក្នុងគ្រួសារខ្ញុំ มันก็ไม่มีการที่อายทรงแจงโคน่าเลยสำหรับในยุคข้อนอาขโมยในใจมืออายสำหรับในตีริมหาในบ้าน แล้วแบบนี้เรียนจากบางคนคงไม่มีหลายน้อยโมจะยิงสามนะ អញយល់ចឹងដែរអញក៏ពេញចិត្តកូនគាត់ដែរតែរៀបបំដៅក៏ដឹងណា ជួយខ្ញុំផងពួកម៉ែជួយខ្ញុំផង ไว้เธอไอ้คนใส่อัน ពុកកុំសម្លាប់ពុកម៉ែខ្ញុំអីកុំអឺ បាទសូមទោសចំពោះរឿងដែលបានកើតឡើងនេះផងចំពោះគ្រួសារនាង ចាមិនអីទេខ្ញុំក៏សូមទៅតាំងពីដែរគួរតែពេលគឺជាខុសមិនមានបំណាក់លើគូសាខ្ញុំទេ នាងមិនគួរនៅចងកម្មចង់ពៀជាមួយពួកគេទេព្រោះឮថាពួកគេជាប់គុកបានហើយព្រោះគេបានលួចនិងសម្លាប់អ្នកស្រុកនៅឯភូមិខាងកើតនោះ ប៉ុន្មានអីចឹងវាសំនឹងសង្គមកម្មវាហើយខ្ញុំក៏សូមមានតាំងពីដែរ សូមជូនរឿង
ដើមឈើវិមានដំណើរពីគ្រួសារតូចមួយជាអ្នកប្រឹងប្រែងរកស៊ីណាស់ដល់ពេលគ្រួសារគាត់រកស៊ីមានបានក៏ទៅពឹងពាក់អ្នកកាប់ឈើដើម្បីធ្វើផ្ទះថ្មីសួស្តីសំតើអ្នកអាចជួយកាប់ដើមឈើដើម្បីសង់ផ្ទះថ្មីឲ្យខ្ញុំបានទេផ្ទះខ្ញុំនេះវាចាស់ហើយតូចទៀតអញ្ចឹងបានខ្ញុំឲ្យជើងសំឯងមកមើលដើម្បីសាងសង់ផ្ទះថ្មីឲ្យគ្រួសារខ្ញុំបាននិយាយតែឯលើឈើនៅក្នុងព្រៃនេះគឺមិនសូវសម្បូរឡើយហើយក៏មិនមានឈើល្អដែរខ្ញុំគិតថារៀងពិបាកបន្តិចហើយអីទេខ្ញុំនឹងឲ្យប្រាក់កម្រៃជាសំឯងច្រើនថាមើលតើជាសំឯងត្រូវការប៉ុន្មានដើម្បីសាងសង់ផ្ទះថ្មីនេះឲ្យខ្ញុំមិនសំខាន់ទៅលើប្រាក់អីទេតែវាពិតជាពិបាកមែនព្រោះថាឈើខ្លះគឺមិនល្អសម្រាប់សង់ផ្ទះឡើយណានឹងហើយមិនអីទេជាសំបើពិបាកចាំខ្ញុំទៅជាមួយគេស្រួលរើសឈើដែលត្រូវចិត្តខ្ញុំផងអ្នកទាំងពីរក៏យល់ស្របគ្នាលុះព្រឹកឡើងអ្នកទាំងពីរនិងក្រុមការងារប្រមាណ 2-3 នាក់ក៏ធ្វើដំណើរចាកចេញទៅធ្វើដំណើរបានយូរបន្តិចក៏មកដល់ព្រៃធំមួយមានដើមឈើធំពុះគួរល្អសម្រាប់ធ្វើផ្ទះពួកគាត់ក៏ឈប់ហើយនិយាយយើងសម័យមើលនោះដើមឈើទាំងនោះគឺល្អណាស់សម្រាប់ធ្វើផ្ទះអស់យើងប្រញាប់តាពីទៅបាទពិតមែនហើយតែជឿឯងទៅត្រូវពិនិត្យមើលផងព្រោះឈើខ្លះល្អមែនតែយើងមិនអាចចាប់យកទៅធ្វើផ្ទះបានទេពួកយើងមិនតបនឹងអ្នកកាប់ឈើទេគិតតែសម្លឹងលើដើមឈើបន្ទាប់មកពួកគាត់ក៏បានកាប់ដើមឈើបានជាច្រើនហើយជាងសំក៏សួរទៅពូយឿនថាជឿនឥឡូវយើងគិតថាឈើប៉ុណ្ណឹងល្មមល្អគ្រប់សម្រាប់ធ្វើផ្ទះហើយតោះយើងរៀបចំត្រឡប់ទៅវិញជប់លាចង់បានដើមឈើមួយដើមនោះថែមទៀតខ្ញុំគិតថាបានប៉ុណ្ណឹងហើយព្រោះថាដើមឈើដែលឯងកំពុងតែសម្លឹងនៅនេះមិនសមនឹងយកមកធ្វើផ្ទះទេណាមិនសមនេះគិតថាយកវាទៅធ្វើជាសសរកណ្ដាលល្អណាស់វារឹងមាំឲ្យគួរថែមទៀតមើលសាច់ឈើវាមើលទៅក៏ល្អណាស់ដែរណាមកពីដើមឈើនេះល្អជាងគេនៅក្នុងចំណោមដើមឈើដែលយើងកាប់បានជាគ្នាមិនឲ្យឯងតាប់វាទៅណាព្រោះយើងគិតថាដើមឈើនេះវាពិសេសជាងគេណាអញ្ចឹងយើងមិនចង់ឲ្យមានរឿងរ៉ាវអ្វីទេមិនចឹងគឺសោមកខ្លាចខ្ញុំមិនឲ្យប្រាក់មែនឬក៏ទុក
ឈើនោះសម្រាប់ធ្វើផ្ទះអ្នកស្រីវិញហើយមិនបាននិយាយរឿងខ្មោចព្រាយទេខ្ញុំមិនជឿរឿងនោះឡើយមកឯងមិនជឿឯងនិយាយបែបនេះហើយមានតែធ្វើតាមឯងចុះនិយាយគ្នារួចគាត់ក៏ប្រើគ្នារបស់គាត់ឲ្យកាប់ដើមឈើនោះមកបន្ទាប់ពីបានដើមឈើរួចរាល់ហើយអ្នកទាំងអស់គ្នាក៏បរទេះចេញទៅកន្លងបាន 3-4 ខែក្រោយមកផ្ទះពូយឿនក៏បានសាងសង់ហើយបន្ទាប់ពីសាងសង់ផ្ទះហើយប្រពន្ធពូយឿនក៏បានធ្លាក់ខ្លួនឈឺរហូតចំណែកពូយឿនរកស៊ីចេះតែខាតទៅនឹងត្រូវគេបោកប្រាស់បន្ថែមទៀតលើសពីនោះទៀតយប់ណាក៏គាត់សម្រាកស្រមៃឃើញគេសុំផ្ទះគាត់វិញថ្ងៃមួយពុកម្ដាយរបស់គាត់បានមកលេងផ្ទះរបស់គាត់នេះកូនមានកូនឯងនេះខានទៅលេងពុកម៉ែយូរហើយណាតាំងពីបានផ្ទះថ្មីមកបាទពុកពិតមែនហើយកូនចង់ទៅលេងពុកដែរតែចាប់ពីកូនធ្វើផ្ទះថ្មីនេះហើយប្រពន្ធកូនចាប់ផ្ដើមឈឺរហូតហើយការរកស៊ីកូនក៏ជួបបញ្ហាច្រើនទៀតនោះពេលនោះពុកនិងម្ដាយរបស់គាត់អស់ផ្ទះមួយសម្លឹងទៅលើផ្ទះរបស់ខ្ញុំក៏បានជាឃើញអមនុស្សកំពុងតែយំហើយនោះនឹងទីខ្ញុំមិនដែលជឿជាក់ខាងសល់ទៀតផងក៏មិនមានការភ័យខ្លាចអ្វីទេក៏និយាយទៅកាន់កូនប្រុសគាត់ថានេះកូនប្រុសតើកូនបានយកឈើអ្វីមកធ្វើសសរនេះថាកូនគួរតែយកវាទៅប្រគេននៅវត្តហើយនឹងឧទ្ទិសកុសលចំពោះដើមឈើមួយដើមនេះផងព្រោះថាកូនកំពុងតែបំពេញគេហើយណាពេលនោះកូនប្រុសរបស់គាត់ក៏បាននឹកឃើញរឿងដែលជាងហាមមិនឲ្យកាប់ដើមឈើនោះមកទេគូនឹងឪពុកម្ដាយរបស់គាត់និយាយបែបនេះផងក៏បានជឿនិងធ្វើតាមឪពុករបស់គាត់ចាប់ពីពេលនោះមកគ្រួសាររបស់គាត់ក៏បានជាពីជំងឺហើយការរកស៊ីរបស់គាត់ក៏បានល្អជាងមុនគាត់និងគ្រួសារគាត់ក៏ចាប់ផ្ដើមធ្វើបុណ្យដាក់ទានដល់អ្នកក្រីក្ររហូតតទៅវាដាក៏រអិលរីជ្រៀងលឺហើយក៏សតាបងកំនេះថ្ងៃមួយមានកញ្ជ្រោងមួយក្បាលកំពុងស្វែងរកចំណីប៉ុន្តែវាមិនប្រទះឃើញចំណីមួយក្បាលសោះវាមានអារម្មណ៍ថាឃ្លានយ៉ាងខ្លាំងបន្ទាប់មក
វាដើររហូតដល់ជ្រោះជ្រៅមួយហើយមិនប្រយ័ត្នក៏រអិលជើងចូលទៅក្នុងជ្រោះនោះបាត់ទៅវាព្យាយាមឡើងប៉ុន្តែដុំគ្រោះតូចៗធ្វើឲ្យវារអិលជើងចុះមកវិញមិនអាចឡើងរួចដោយអស់កម្លាំងវាក៏បានដេកទាំងក្តីអស់សង្ឃឹមចុះចក៏បានស្រែកហៅគេឲ្យជួយ សួស្តីមានអ្នកណានៅខាងលើដែរទេសួស្តីមានអ្នកនៅខាងលើដែរទេ ប៉ុន្តែគ្មានអ្នកណាឆ្លើយតបឡើយអស់រយៈពេលជាយូរម៉ោងវាអង្គុយចុះស្រាប់តែឮសំឡេងសត្វផ្សេងដើរមកជិតវាក៏ធ្វើជារីករាយច្រៀងឮពេលនោះពពែបានឮសំឡេងវាហើយក៏សួរថា តើបងកំពុងធ្វើអ្វីនៅទីនោះ កញ្ជ្រោមក៏តបទៅវិញថា តើអ្នកមិនដឹងទេថាទីនេះមានគ្រូរាំងស្ងួត ពពែសួរថា តើមានអ្វីត្រូវធ្វើនៅខាងក្រោមនឹងបង ខ្ញុំរកឃើញទឹកទីនេះវាមានរសជាតិល្អណាស់ខ្ញុំគិតថាអ្នកមិនធ្លាប់ផឹកវាពីមុនមកទេហេតុអ្វីបានជាអ្នកមិនចង់មកផឹកជាមួយខ្ញុំយើងនឹងមានទឹកផឹកគ្រប់គ្រាន់នៅពេលគ្រោះរាំងស្ងួតមកដល់ ពពែទុកចិត្តសម្ដីរបស់កញ្ជ្រោមដោយមិនបានគិតអ្វីច្រើនទេហើយក៏លោតចុះទៅរំពេចនោះកញ្ជ្រោមក៏បានលោតផ្លោតលើខ្នងពពែហើយក៏ឡើងចេញពីជ្រលងបានសម្រេចកញ្ជ្រោមស្រែកទៅពពែទាំងញញឹមថា នេះហើយអ្នកទុកចិត្តគេលឿនពេកនេះគឺជាកំហុសរបស់អ្នកហើយហាហា រឿងនេះអប់រំឲ្យយើងមិនគួរជឿអ្នកណាដោយងាយដោយខ្វះការត្រិះរិះពិចារណាឡើយ